ចំណុចទី3សុខភាពមនុស្សជាច្រើនតែបារម្ភអំពីរឿងលុយកាក់និងសម្ភារៈថាតើធ្វើយ៉ាងណាដើម្បីឲ្យបានរបស់ទាំងនោះច្រើនដើម្បីក្លាយទៅជាអ្នកមានការចាប់ផ្ដើមរបស់ពួកគេគឺចាប់តាំងពីពេលដែលគេមានគំនិតចង់បានរហូតដល់ចំណុចមួយដែលជាគោលដៅរបស់ពួកគេដល់អំឡុងពេលដែលពួកគេនៅមានភាពក្រលំបាកគេមិនសូវបានខ្វល់ខ្វាយអំពីសុខភាពរបស់ពួកគេឡើយនេះជាហេតុដែលបណ្ដាលឲ្យអ្នកមានមួយចំនួនលើពិភពលោកមានសុខភាពនៅពេលដែលពួកគេមានវ័យត្រឹម40ទៅ50ឆ្នាំទោះបីជាប្រើទឹកលុយរបស់ពួកគេអស់ប៉ុន្មានក៏ដោយក៏មិនអាចយកមកព្យាបាលឲ្យជាបានដែរមានកត្តាជាច្រើនយ៉ាងដែលបណ្ដាលឲ្យសុខភាពរបស់ពួកគេទ្រុឌទ្រោមទៅយ៉ាងឆាប់រហ័សដូចជារបបអាហារមិនទៀងទាត់ឬពិសាច្រើនហួសប្រមាណ 2. ការគេងមិនគ្រប់គ្រាន់ 3. ការគិតរឿងឥតប្រយោជន៍ច្រើនដោយគ្មានគោលដៅច្បាស់លាស់ 4. មិនដែលធ្វើលំហាត់ប្រាណ 5. ផឹកទឹកមិនគ្រប់គ្រាន់ 6. ការបណ្ដោយខ្លួនទៅក្នុងសភាពសោកសៅច្រើនពេកដើម្បីរក្សាសុខភាពរបស់អ្នកឲ្យមានលក្ខណៈមាំមួនល្អអ្នកក៏បីដោះស្រាយបញ្ហាមួយចំនួនដែលបានរៀបរាប់ខាងលើចាប់ពីខ្លួនឯងនៅក្មេងឬអំឡុងពេលដែលអ្នកកំពុងសិក្សាព្យាយាមដើម្បីសម្រេចបាននូវគោលដៅរបស់អ្នកវាជាវិធីដ៏សាមញ្ញមួយដែលអ្នកអាចជួយខ្លួនឯងដើម្បីជៀសវាងកុំឲ្យមានវិប្បដិសារីព្រោះតែមានជំងឺពិបាកនឹងព្យាបាលអ្នកមិនអាចព្យាបាលបានក្រោយពេលដែលអ្នកទទួលបានជោគជ័យដែលជាហេតុមួយអាចនិយាយបានថាព្យាយាមរហូតដល់បានជោគជ័យក្នុងជីវិតដូចជាមានផ្ទះវីឡាឡានក្រុមហ៊ុនផ្ទាល់ខ្លួនប៉ុន្តែมันអាចនៅប្រើប្រាស់ឬគ្រប់គ្រងបានយូរបើយើងគិតពិចារណាឲ្យជាក់ច្បាស់ទៅសុខភាពគឺជាលក្ខណៈសំខាន់ច្រើនរាប់មិនអស់ពីព្រោះវាគឺជាអ្វីៗគ្រប់យ៉ាង Health is everything ដូច្នេះប្រសិនបើមានបញ្ហាសុខភាពមួយគឺរាល់គោលដៅគ្រប់យ៉ាងនឹងត្រូវទទួលនៅភាពបរាជ័យដំណោះស្រាយរបបអាហារទៀងទាត់គឺជាគោលដៅជំហរដ៏ចម្បងដែលយើងរាល់គ្នាចាំបាច់ត្រូវអនុវត្តពីព្រោះមនុស្សគ្រប់គ្នានៅពេលដែលឃ្លានគឺប្រកាសថាគ្មានអារម្មណ៍សម្រាប់ធ្វើការឬគិតអ្វីឡើយម្យ៉ាងវិញទៀតប្រសិនបើយើងពិសារអាហារមិនទៀងទាត់ប្រពះរបស់យើងអាចនឹងមានបញ្ហាឈឺឬរលាកបណ្ដាលឲ្យយើងបាត់បង់ទាំងថវិកានិងពេលវេលាដើម្បីព្យាបាលវាកុំបរិភោគអាហារច្រើនហួសប្រមាណព្រោះវាជាបញ្ហាមួយដែលអាចធ្វើឲ្យមនុស្សមានភាពខ្ជិលច្រអូសឬចង់គេងច្រើនលើសពីនេះទៅទៀតគឺវាជាហេតុដែលអាចធ្វើឲ្យយើងឡើងគីឡូយ៉ាងឆាប់រហ័សដែលបណ្ដាលឲ្យយើងមិនសប្បាយចិត្តយើងដឹងហើយថាអ្នកដែលធាត់គឺអាចប្រឈមមុខនឹងបញ្ហាជំងឺច្រើនជាងអ្នកដែលមានរូបរាងស្គមឬល្មមគេងឲ្យបានគ្រប់គ្រាន់គឺជាកត្តាសំខាន់ណាស់ដល់សារពាង្គកាយនិងជំនួយដល់ផ្នែកបញ្ញាស្មារតីដែលធ្វើឲ្យយើងមានការចងចាំបានល្អប៉ុន្តែអ្នកក៏មិនត្រូវគេងច្រើនពេកដែរព្រោះវាអាចបង្កជាបញ្ហាដល់សុខភាពនិងបង្កើនភាពខ្ជិលច្រអូសខាងក្រោមនេះគឺជាការកំណត់សម្រាប់ការគេងរបស់មនុស្សគ្រប់វ័យអាយុនិងចំនួនម៉ោងសម្រាប់គេងពី0ទៅ3ខែ14ទៅ17ម៉ោងក្នុងមួយថ្ងៃគេង14ទៅ17ម៉ោងក្នុងមួយថ្ងៃនិងអាយុពី0ទៅ3ខែអាយុ4ទៅ11ខែ
គេង12ទៅ15ម៉ោងក្នុងមួយថ្ងៃអាយុ1ទៅ2ឆ្នាំត្រូវគេង11ទៅ14ម៉ោងក្នុងមួយថ្ងៃអាយុ3ឆ្នាំទៅ5ឆ្នាំគេង10ម៉ោងទៅ13ម៉ោងក្នុងមួយថ្ងៃអាយុ6ឆ្នាំទៅ13ឆ្នាំគេត្រូវគេង9ទៅ11ម៉ោងក្នុងមួយថ្ងៃអាយុ14ឆ្នាំទៅ17ឆ្នាំត្រូវគេង8ទៅ10ម៉ោងក្នុងមួយថ្ងៃអាយុ18ទៅ64ឆ្នាំត្រូវគេង7ទៅ9ម៉ោងក្នុងមួយថ្ងៃអាយុ65ឆ្នាំឡើងទៅត្រូវគេង7ទៅ8ម៉ោងក្នុងមួយថ្ងៃសុខភាពគឺជាអាហារប្រាជ្ញាគឺជាអាវុធសុខភាពចម្បងលើសទ្រព្យធនត្រូវព្យាយាមមុនឲ្យរក្សាឲ្យបានកុំឲ្យហួសពេលទ្រព្យប៉ុន្មានมันអាចទិញបានលក់ត្រឹមសោកស្ដាយសល់ត្រឹមសោកស្ដាយ